ថ្នាំពិបាកគេងលក់ជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងអស់គ្នាខ្ញុំបាទគ្រូថ្នាំឱសថបុរាណប៉ុលសារីសញ្ញាត្បាល់បុកថ្ងៃនេះសូមចែករំលែកថ្នាំពិបាកគេងលក់ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងពិបាកគេងលក់រូបមន្តមាន3យ៉ាងទី1ស្លឹករលួសបាយទី2ស្លឹកមនទី3ស្លឹកវល្លិសាវម៉ាវព្រៃវិធីធ្វើយកស្លឹករលួសបាយចំនួន1ក្តាប់ដៃស្លឹកមនចំនួន1ក្តាប់ដៃហើយនឹងស្លឹកវល្លិសាវម៉ាវព្រៃចំនួន1ក្តាប់ដៃដូចគ្នាយកទាំង3មុខនេះដាំទឹកចំនួន2លីត្រដាំឲ្យពុះរយៈពេល20នាទីចាំយកមកទទួលទានការទទួលទានមិនកំណត់ពេលនោះទេបងប្អូនចង់ហូបពេលណាក៏បានដែរសូមបញ្ជាក់ទឹកដែលបងប្អូនហូបមិនអស់បងប្អូនអាចដាក់ក្លាសេទូទឹកកកក៏បានដែររីឯស្លឹកសាវម៉ាវព្រៃហើយនឹងរលួសបាយហើយនឹងស្លឹកមនបងប្អូនហាលឲ្យស្ងួតក៏បានដែរប្រើបានទាំងស្រស់ទាំងក្រៀមសូមធ្វើតាមចុះមិនខុសបំណងទេបងប្អូនទទួលទានត្រឹមតែ1ថ្ងៃឬក៏2ថ្ងៃឡើងទៅធានាថាបងប្អូននឹងបានគេងលក់ស្រួលស្កប់ស្កល់ជាក់ជាពុំខានសូមអរគុណ